mình sắp ca này nó mình tôi vôในการที่คุณក្នុងនៃស្ថាបនាដើម្បីពង្រឹងសមត្ថភាពខ្លួនឯងគាត់ថាអញដល់កន្លែងនេះគឺអញអស់ចាយអាណានិយាយប៉ះអញបានអញមានគ្រប់គ្រងរាប់ពាន់រាប់ម៉ឺននេះគឺជាចំណុចបរាជ័យរបស់កីឡាករកាលពីចំនួនមុនធឿនធីរ៉ាគឺជាកីឡាករម្នាក់ដែលខ្ញុំតែងតែរិះគន់គាត់ញឹកញាប់ច្រើនមែនទែននៅពេលដែលគាត់ចេញមកដំបងចំនួនដែលគាត់ឈ្នះសៃយុកមកដំបងហើយនឹងដំបងទាំងអ្នកដែលអ្នកខ្លះមិនទាន់ស្គាល់ថាធឿនធីរ៉ានឹងជាអ្នកណាផងណារហូតដល់ចុងក្រោយធឿនធីរ៉ាមកល្បីត្រឹមឈ្នះខ្សែក្រវ៉ាត់ពីសៃយុកនេះហើយគឺជាពេលវេលាដែលធ្វើឲ្យធឿនធីរ៉ាចាប់ផ្ដើមឡើងកោតមានគេស្គាល់ច្រើនគាត់ចាប់ផ្ដើមល្បីពេលនោះខ្ញុំចាប់ផ្ដើមតាមដានការប្រកួតរបស់គាត់ញឹកញាប់ក្រោយមកគាត់ប្រកួតមានអាកប្បកិរិយាចង្អេងចង្អាងនៅលើសង្វៀនស្អីឌឺដងអាគេខ្ញុំក៏បានឡាយអញ្ចឹងដូចគ្នាខ្ញុំនិយាយតាមឡាយនឹងជូនជាមតិយោបល់ដើម្បីដាស់តឿនក្រៅរំលឹកឲ្យគាត់កែអំពីចំណុចអវិជ្ជមានមួយចំនួនចុងក្រោយគាត់ធ្វើបានល្អបាទខ្ញុំឃើញថាគាត់ចេះស្ដាប់ហើយគាត់ចេះកែអញ្ចឹងទៅយើងក៏ចេះតែតាមដានរហូតទៀតរហូតដល់បន្តមកទៀតគាត់ក៏ចាប់ផ្ដើមល្បីល្បាញមានគេឈ្មោះបោះសម្លេងតម្លៃខ្លួនកាន់តែថ្លៃមានអ្នកគ្រប់គ្រងកាន់តែច្រើនចាប់ផ្ដើមពេលដែលគាត់ល្បីខ្លាំងគឺខ្ញុំលេងរិះគន់លេងថាលេងនិយាយឲ្យធីរ៉ាហើយមានតែការសោកស្ដាយនៅពេលដែលគាត់ប្រកួតចាញ់ហើយទី2លេងហ៊ានប៉ះដោយសារតែគាត់ស្ថិតនៅក្នុងក្លឹបគេហៅក្លឹបកំពូលដែលប៉ះមិនបានតែពិតខ្ញុំអត់ខ្លាចក្លឹបហ្នឹងទេតែខ្ញុំវាខ្ជិលមានរឿងខ្ញុំវាខ្ជិលហត់ណាខ្ញុំក៏ចេះតែបិទភ្នែកមកជាបែបភ្នែកមកជាទៅប៉ុន្តែខ្ញុំមិនទាន់ដល់ថ្នាក់អ្នកណាម្នាក់ទិញខួរក្បាលខ្ញុំទិញរូបរាងកាយខ្ញុំឈប់ឲ្យខ្ញុំឈឺឆ្អាលឈប់ឲ្យខ្ញុំចូលរួមជាមួយសង្គមគឺគ្មានទេមានតែខ្ញុំខិតខំប្រឹងប្រែងធ្វើវាបន្ថែមទៀតណាគឺមានតែខិតខំប្រឹងប្រែងធ្វើបន្ថែមទៀតនៅពេលនេះនៅពេលដែលធឿនធីរ៉ាគាត់ចាប់ផ្ដើមល្បីខ្លាំងអ្វីដែលខ្ញុំព្រួយបារម្ភបងប្អូនខ្ញុំព្រួយបារម្ភដំបងមុននឹងលេងបាល់ទះមុននឹងបោះប៊ូលមុននឹងស្អីជក់វ៉ែតជក់អីទៀតអ្វីដែលខ្ញុំបារម្ភនៅពេលដែលគេចាប់ផ្ដើមហៅគាត់ថតណាពេលនោះខ្ញុំបាន live មក show ដែរបាទកាលណា account ចាស់ខ្ញុំនៅនេះគឺជាពេលវេលាដែលយើងព្រួយបារម្ភពីគាត់ពីព្រោះគាត់គឺជាធនធានដ៏សំខាន់សម្រាប់គុនខ្មែរនៅក្នុងវិស័យគុនខ្មែរគាត់គឺជាបុគ្គលសាធារណៈបុគ្គលគំរូយើងព្រួយបារម្ភឃើញគាត់ចេញថតស្អីគេអាជុតខ្លីៗអីណាណៃមួយក្រុមអីពួកណាណៃខ្ញុំសុំមិនប៉ះពាល់គេទេខ្ញុំសុំនិយាយតែតាមអ្វីដែលខ្ញុំមើលឃើញពេលនោះខ្ញុំព្រួយបារម្ភណាស់ខ្ញុំថាធីរ៉ាប្រកាសជាប្រឈមនឹងហានិភ័យហើយបើសិនជាធីរ៉ាឈូឆភ្លើតភ្លើមបាទទៅតាមពពួកថតធ្វើ MMO ធ្វើអីហ្នឹងអនាគតធីរ៉ាអាចនឹងខូចបាទដូច្នេះហើយខ្ញុំបារម្ភខ្ញុំក៏ live មក show ពី show ខ្ញុំចេញ sticker បន្តអីចឹងទៅចុងក្រោយក៏ឃើញស្ងាត់ខ្ញុំសប្បាយចិត្តដែរឃើញប្អូនស្ងាត់បាទលេងឃើញមានការថតអីហ្នឹងស្រាប់តាមមកលេចធ្លោបាល់ទះបោះប៊ូលខ្ញុំបារម្ភទៀតដែរខ្ញុំបារម្ភហើយសួរតែខ្ញុំនិយាយហ្នឹងគេថាអូឯងចេះអ៊ូតចេះស្អីណាអ្នកដែលនិយាយចឹងបានដោយសារអីអត់ស្គាល់ប្រវត្តិខ្ញុំអត់បានដឹងអំពីសាវតារបស់ខ្ញុំនិងរឿងរ៉ាវដែលខ្ញុំធ្វើកន្លងមកណាអញ្ចឹងខ្ញុំចាប់ផ្ដើមបារម្ភខ្ញុំឃើញខ្ញុំចាប់ផ្ដើមបង្ហោះជាសារអញ្ចឹងវីដេអូចាប់ផ្ដើមបែកធ្លាយមកមានអ្នកឃើញធីរ៉ានៅខាងក្រៅគេប្រាប់ខ្ញុំមិនមានអ្នកនិយាយប្រាប់ខ្ញុំនឹងក្រៅច្រើនខ្ញុំចេះតែប្រមូលតន្ន័យខ្ញុំស្រាប់ហើយខ្ញុំអត់យកមកនិយាយអត់យកមកឡាយទាំងអស់សូម្បីតែវីដេអូគេបាញ់ឲ្យខ្ញុំហ្នឹងគេបាញ់ឲ្យខ្ញុំមុនការប្រកួតនឹងទៀតខ្ញុំអត់បង្ហោះទេខ្ញុំអត់បង្ហាញទេខ្ញុំក៏ចេញសារដាស់តឿនទៅគ្រាន់តែចង់រំលឹកប្រាប់ទៅបងប្អូនថាសូមឲ្យបងប្អូនភ្ញាក់ខ្លួនតាមរយៈសាររបស់ខ្ញុំបានន័យថាអ្វីដែលខ្ញុំចេញជាសារបង្ហាទៅហើយផុសតាំងនៅក្នុងដៃខ្ញុំមានបងប្អូនចំណាំតែប៉ុណ្្នឹងណាបងប្អូនចំណាំតែប៉ុណ្្នឹងទេមិនបាច់ចំណាំអីច្រើនទេហើយខ្ញុំមិនមែនជា admin ល្បីមិនមែនជាបុគ្គលល្បីមិនមែន page ធំធ្វើ MMO រលួយតាម Facebook រលួយតាមស្អីអត់មានទេវីដេអូខ្ញុំធ្វើអ្វីគឺខ្ញុំគ្រាន់តែចង់បង្ហាញអំពីសកម្មភាពនៃការចែករំលែករបស់ខ្ញុំនិងសកម្មភាពសប្បាយៗនឹងរឿងរ៉ាវមួយចំនួនផ្ទាល់ខ្លួនរបស់ខ្ញុំនិងសង្គមទេណាអញ្ចឹងខ្ញុំបានព័ត៌មានមកអស់ខ្ញុំក៏បង្ហាញហើយរាល់កីឡាករទាំងអស់អូជឿនល្បីចូលមើលទៀតរាល់កីឡាករទាំងអស់ដែលខ្ញុំបានព័ត៌មានមកព្រាមគឺខ្ញុំបង្ហាញហើយសូម្បីតែរឿងផ្ទាល់ខ្លួនរឿងផ្ទៃក្នុងគ្រួសារក៏ដោយខ្ញុំបង្ហាញក្នុងចែកតាណាមួយបើយើងជាមនុស្សឆ្លាតឃើញសារបែបនេះត្រូវតែរកវិធីសាស្ត្រទប់ទល់រកដំណោះស្រាយដើម្បីបញ្ចប់វាដោយសន្តិវិធីរកវិធីសាស្ត្រកែប្រែស្ថានភាពពីអាក្រក់ឲ្យទៅជាល្អអានេះបើយើងជាមនុស្សឆ្លាតពីព្រោះក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានម្នាក់ដែលមានវិជ្ជាជីវៈច្បាស់លាស់ត្រឹមត្រូវឆ្លងកាត់បទពិសោធន៍ការរៀនសូត្រមានអាជ្ញាប័ណ្ណស្របច្បាប់ខ្ញុំគោរពណាស់ក្រមសីលធម៌និងវិជ្ជាជីវៈណាអញ្ចឹងខ្ញុំចេញជាសារដើម្បីក្រៅរំលឹកដាស់តឿនឲ្យបងប្អូនភ្ញាក់ខ្លួន